បងសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីដើម្បីចែកម្លែកជូនបងប្អូនអរគ្នាទៀតហើយវីដេអូខ្ញុំថ្ងៃនេះដែរគឺខ្ញុំនិយាយប្រព័ន្ធពីរបៀប sell story ដែលយើងផុសអ្នកទាំងគ្នា sell story ដែលយើងផុសដាក់នៅខាងក្រោមយើងអាចមើលបាននៅថ្ងៃក្រោយទៀតបើសិនជាយើងអត់ sell ឬ pin story ហ្នឹងទេមកគ្រប់24ម៉ោងវានឹង load ទៅបាត់ហើយអ្នកទាំងគ្នាចឹងដូចគ្នាទាំងអស់ហ្នឹងចឹងអ្នកទាំងគ្នាប្រហែលជាយល់របៀបថា story យើងផុសបានតាមមួយថ្ងៃវានឹងបាត់ទៅវិញហើយចឹងរបៀប pin ឬមួយក៏ sell ឲ្យនៅខាងក្រោម profile របស់យើងទៅមើលតើគ្នាអ្នកគ្នាថាទៅបែបម៉េចទើបយើងអាច sell ឬមួយក៏ pin with story យើងបានចឹងទីដំបូងអ្នកទាំងគ្នាក៏ post story មួយមកអ្នកទាំងគ្នាចឹងខ្ញុំចុចកន្លែងហ្នឹងមកខ្ញុំ post story មួយអញ្ចឹងពេលដែលយើង post story ហើយយើងចង់ដាក់អីដាក់មកដូចថាខ្ញុំដាក់ sticker មួយមកបន្ទាប់ពីយើងដាក់ហើយយើងចុចយើងចង់ដាក់បទចម្រៀងក៏បានអញ្ចឹងយើងចុច post មកណាខ្ញុំចុច share មកទៅចុច share អញ្ចឹងមកពេលវានឹង load ហើយមើលវាឲ្យគ្រប់ចាំមើលវា load ទៅ story យើង load ទៅពេលដែល story យើង load យើង add ហើយយើង add story ហើយពេលដែលវាដើរហើយបន្ទាប់មកអ្នកគ្នាគាត់ថាចូលកន្លែង story ដែលនៅចឹងពេលដែលយើង add ហើយអ្នកគ្នាគាត់ថាចូល story ដែលយើងកំពុងតែ add មិញហ្នឹងចឹងយើងចុចចូលហ្នឹងមកបន្ទាប់ពីអ្នកគ្នាចុចចូលកន្លែងហ្នឹងហើយអ្នកគ្នាមើលខាងលើនេះអ្នកគ្នាមើលខាងលើនេះវាកន្លែងរូបបេះដូងហ្នឹងអញ្ចឹងអ្នកគ្នាចុចកន្លែងហ្នឹងមួយមកហ្នឹងហើយបន្ទាប់ពីអ្នកគ្នាចុចកន្លែងហ្នឹងហើយ scratch new highlight នេះអញ្ចឹងអ្នកគ្នាចុចកន្លែងហ្នឹងមកបន្ទាប់មកនេះកន្លែងនេះគេនឹងឲ្យយើង accessor ឬមួយក៏អីចឹងទៅអ្នកគ្នាកន្លែងនេះគេយើងទៅ accessor ឬមួយក៏អ្នកគ្នាចង់ដាក់ sticker ក៏បានយើងក៏ចុចកន្លែងប៊ិចនេះមកអញ្ចឹងឧទាហរណ៍ខ្ញុំដាក់ sticker ចុះខ្ញុំដាក់ sticker មកខ្ញុំវាយយើងចង់ដាក់អីក៏បានតាមចិត្តអ្នកគ្នាអញ្ចឹងខ្ញុំដាក់នេះមួយមកខ្ញុំដាក់ sticker ហើយអ្នកគ្នាក៏ទៅចុចពាក្យ don ហ្នឹងហើយបន្ទាប់មកអ្នកគ្នាចុចពាក្យ don ខាងលើមួយទៀតអូខេហ្នឹងហើយបន្ទាប់ពីអ្នកគ្នាចុចពាក្យ don ខាងលើហើយអញ្ចឹងអ្នកគ្នាក៏ចូលអ្នកគ្នាចូលកន្លែង account profile របស់យើងមកអ្នកគ្នាចូលឡើងមកបន្ទាប់ពីអ្នកគ្នាចូលមកអញ្ចឹងមកបើទូរស័ព្ទអ្នកគ្នាខ្ញុំអត់ដឹងថាម៉េចទេខ្ញុំអត់ដឹងថាគាត់ទៅចូលព្រមអូមកក្រុមឃើញហ្មងឬមួយក៏អត់ទេប៉ុន្តែបើទូរស័ព្ទខ្ញុំចូលកន្លែងវាមានផងវាមានពាក្យអមោវីដេអូ photo ឬមួយក៏ event អីចឹងទៅអញ្ចឹងទូរស័ព្ទខ្ញុំទូរស័ព្ទអ្នកគ្នាខ្ញុំអត់ដឹងម៉េចទេប៉ុន្តែបើទូរស័ព្ទខ្ញុំត្រូវចូលពាក្យអមោមួយទៀតតើមកខ្ញុំអូមកក្រុមបានខ្ញុំឃើញកន្លែង story ដែលខ្ញុំ sell ឬមួយក៏ pin នឹងអ្នកគ្នាអញ្ចឹងវានៅខាងក្រោមនេះអានេះ story ចាស់ដែលខ្ញុំ sell ទុកហ្នឹងវា load វានៅនឹងរហូតគ្នាអ្នកគ្នាអញ្ចឹងមានតែពីរទេដែលខ្ញុំ sell ទុកពីមុននេះមួយហើយនេះមួយអញ្ចឹងមួយទៀតដែលខ្ញុំបាន sell មិញហ្នឹងអ្នកគ្នាមុននឹងមិញហ្នឹងឃើញទេអញ្ចឹងចុចលើវាមកឃើញទេនេះខ្ញុំផុសមិញ add story បាន3នាទីឃើញទេអ្នកគ្នាហ្នឹងហើយនេះរូបភាពដែលយើងបាន sell ឬមួយក៏ pin មិញហ្នឹងឃើញគ្រឿងគាត់ទៅអូមកក្រោមមកវានឹងឃើញ story ដែលយើងបាន sell ទុកឬមួយក៏ pin ហ្នឹងឯអ្នកគ្នាឃើញអត់អញ្ចឹងយើងត្រូវចូលពាក្យ about មកតមកអូមកក្រោមបន្តិចបើសិនជាទូរស័ព្ទអ្នកគ្នាខ្ញុំអត់ដឹងមិនដែរអ្នកគ្នាអញ្ចឹងចាំអ្នកគ្នាឆ្លើយជ្រាវមើលតាមហ្នឹងទៅអ្នកគ្នាអរគុណច្រើនអ្នកគ្នាវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេកុំភ្លេចជួយ subscribe ឬមួយក៏ដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីពីខ្ញុំបន្តទៀតអរគុណច្រើនអ្នកគ្នាជួបគ្នានៅវីដេអូក្រោយបាយបាយអ្នកគ្នា